ជំរាបសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដាក់បេះដូង TikTok ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យវីដេអូ TikTok របស់បងប្អូនមានចំនួនអ្នក like បេះដូងច្រើនបងប្អូនអាចធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link វីដេអូ TikTok របស់បងប្អូនអាចប៊ូសចំនួន like បេះដូងបានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីបើនិយាយអំពីតម្លៃសេវាកម្មវិញគឺពិតជាសមរម្យមែនទែនបងប្អូនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវឲ្យបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link នៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះហើយបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា TikTok បងប្អូនអាចចុចចូលទៅលើពាក្យថា TikTok នឹងបានបន្ទាប់មកបងប្អូនអូសវាមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនតើបងប្អូនដែលតាក់ទងទៅនឹង TikTok គឺវាមានដូចជា TikTok Like TikTok Follower TikTok View TikTok Sale TikTok Share TikTok Comment Story View Live Stream View គឺមានទាំងអស់បងប្អូនដូច្នេះហើយបងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់បង្កើនចំនួន like បេះដូងបងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា TikTok Like Chip Base នេះក៏បាន TikTok Like New នេះក៏បានឬក៏បងប្អូនចុចចូលទៅលើសេវាកម្ម TikTok Like បេះដូងនេះក៏បានសម្រាប់3សេវាកម្មហ្នឹងគឺស្តៀងតែគ្នាទេបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយណាក៏បានដែរបងប្អូនហើយសម្រាប់ខ្ញុំគឺខ្ញុំចុចចូលជ្រើសរើសប្រើប្រាស់ TikTok Like បេះដូងដែលនៅខាងក្រោមនេះបងប្អូននៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា Service ដែលនៅក្នុងនឹងផងដែរគឺវាមាន Service ជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនហើយរាល់ Service ទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនបងប្អូនបើចំពោះ Quality វិញគឺធានាគុណភាពជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនឆ្លាញ់ពេញចិត្តទៅលើសេវីមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវីមួយនឹងបានក៏ប៉ុន្តែសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំចុចចូលជ្រើសរើសសេវីដែលមានលេខកូដ4851បន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសេវីហើយបងប្អូនអូសមកក្រោមទៀតបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោមសេវីហ្នឹងដែលនៅត្រង់កន្លែងនេះគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link វីដេអូ TikTok របស់បងប្អូនចូលដើម្បីទាញយក link វីដេអូ TikTok របស់បងប្អូនបានបងប្អូនអាចចូលទៅកាន់ account TikTok របស់បងប្អូនជាមុនសិនមកហើយបងប្អូន select ចូលទៅលើវីដេអូណាមួយដែលបងប្អូនចង់ boost ចំនួន like ឬក៏ចង់បង្កើនចំនួន like ហើយនៅលើវីដេអូ TikTok របស់បងប្អូននឹងឃើញមានចំណុចត្រី3តូចបងប្អូនអាចចុចចូលទៅលើត្រី3តូចនឹងបានបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបានបន្ទាប់ពីបងប្អូនបាន copy link វីដេអូ TikTok របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link វីដេអូ TikTok របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន like ដែលបងប្អូនចង់ boost ឬក៏បងប្អូនចង់បង្កើននៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន100ហើយយ៉ាងច្រើនរហូតដល់10លាន like ចុះបងប្អូនពិតជាច្រើនមែនតើដូច្នេះហើយបងប្អូនអាចដាក់ចំនួន like ដែលបងប្អូនចង់ boost ទៅតាមតម្រូវការរបស់បងប្អូនបានសម្រាប់ខ្ញុំគឺខ្ញុំដាក់ត្រឹមចំនួន100ហើយបងប្អូនអូសមកក្រោមទៀតមកបងប្អូននឹងឃើញមានពាក្យថាឆាតដែលឆាតនេះវាគឺជាតម្លៃសេវាកម្មតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន like ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន100អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.0024 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួនច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងកើនឡើងទៅតាមចំនួនដែលបងប្អូនបានដាក់នឹងដូចគ្នាចំណែកឯរយៈពេល40នាទីដោយដែលបងប្អូនបានឃើញនេះវាគឺជារយៈពេលដំណើរការនៃការ boost ចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនមានន័យថាបន្ទាប់ពី40នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបាន boost ក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះឬក៏លឿនជាងនេះតិចតួចទៅតាម service ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហ
ហើយជាក់ស្ដែងទៅចំពោះរយៈពេលនេះគឺវាអត់យូរដល់ប៉ុណ្ណឹងទេបងប្អូនត្រឹមរយៈពេល10នាទីជាងអីគឺបងប្អូននឹងឃើញចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួនដែលបងប្អូនបានប៊ូសហើយបងប្អូនហើយ description នៅខាងក្រោមនេះគឺបងប្អូនអាចចូលទៅអានបានដោយសារតែវាគឺជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទាល់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link វីដេអូ TikTok របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅកន្លែងនេះបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order receivedដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយនៅខាងក្រោមនេះក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់ service ដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link វីដេអូ TikTok របស់បងប្អូនចំនួន like ដែលបងប្អូនបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទាត់សារឡើងវិញនៅត្រង់កន្លែងនឹងបានហើយចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូននៅខាងលើនឹងអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល40នាទីក៏ប៉ុន្តែជាក់ស្ដែងទៅគឺអត់យូរដល់ប៉ុណ្ណឹងទេបងប្អូនអាចរងចាំរយៈពេលត្រឹម10នាទីអីបងប្អូននឹងឃើញចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុចចេញពី website នឹងវិញបានហើយសម្រាប់ការបង្កើនឬក៏ boost like TikTok ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ